មនុស្សយើងត្រូវខ្លាំងប៉ុណ្ណាដើម្បីអាចបំបីឯកតកម្ម pull up ជាប់គ្នារយៈពេល17ម៉ោងបានដល់ទៅ 4000 ដងសម្រាប់ខ្ញុំដែលខ្ញុំ pull up សំបីតែមួយអត់បានហើយខ្ញុំពងព្យាយាម train ណានេះគឺជារឿងមួយដ៏អស្ចារ្យមែនតើហើយអ្នកដែលធ្វើបានហ្នឹងគឺមានឈ្មោះថា David Goggins អញ្ចឹងខ្ញុំបានអានសៀវភៅ Can't Hurt Me ដែលគាត់ជាអ្នកសរសេរហើយនេះគឺជាមេរៀន3ធំៗដែលខ្ញុំបានរៀនពីគាត់មេរៀនទី1 40% ចាអញ្ចឹងគាត់បានវឹកហាត់ខ្លួនពីមនុស្សម្នាក់ដែលធ្លាប់លើសគីឡូហើយអត់ចេះហាត់ប្រាណអីទាំងអស់ណាខ្លាយទៅជាកីឡាករដ៏ឆ្នើមបានចូលរួម Navy Seals ក៏ដូចជាបានចូលរួម Marathon Ultra Marathon ជាច្រើនគាត់បានលើកឡើងថាអញ្ចឹងពេលដែលយើងធ្វើអីមួយហាត់ឧទាហរណ៍ថារត់ឬក៏ជិះកង់ណាដល់ពេលដែលយើងមានអារម្មណ៍ថាយើងទៅមុខឡើងរួចហើយគឺជើងយើងវាសឹងប្រហែលហើយណាតែពេលហ្នឹងយើងទៅដល់ 40% នៃសមត្ថភាពពេញលេញរបស់យើងឯងអញ្ចឹងនៅប្រហែល 60% ទៀតដែលយើងអត់ទាន់ទៅដល់ទេប៉ុន្តែខ្លួនប្រាណយើងវាអាចទៅដល់តែចិត្តយើងគឺវាប្រាប់ថាយើងទៅអត់ដល់ទេមើលប៉ុណ្្នឹងបានហើយទម្រាំគាត់អាចរត់បានសិតតែ100គីឡូអញ្ចឹងណាសើ Ultra Marathon អញ្ចឹងណាមិនមែនថាគាត់អត់ចេះហត់អត់ចេះខ្ជិលទេប៉ុន្តែធីបរបស់គាត់គឺគាត់ព្យាយាមនៅពេលដែលគាត់គិតថាខ្លួនឯងអស់ហើយណាបែកកង់ទៅមុខឡើងរួចទេណាគឺគាត់ព្យាយាមប្រាប់ខ្លួនឯងឲ្យរុញទៅមុខទៀត 10% អញ្ចឹងណាអញ្ចឹងពីម្ដងបន្តិចគឺគាត់រំកិលសមត្ថភាពរបស់គាត់ឲ្យលើសពី 40% ហ្នឹងនិយាយទៅតួលេខ 40% ដែលគាត់បានលើកហ្នឹងខ្ញុំមិនដឹងថាតើវាជាក់លាក់វាត្រូវប៉ុណ្ណាប៉ុន្តែខ្ញុំផ្ទាល់ខ្ញុំបានសាកគិតដូចគាត់ហើយវាបានជួយខ្ញុំខ្លះដែរអញ្ចឹងឧទាហរណ៍ដូចជាពេលដែលខ្ញុំចាប់ផ្ដើមហាត់គុនខ្មែរដំបូងអញ្ចឹង1ម៉ោងហ្នឹងគឺខ្ញុំដង្ហក់10នាទីដំបូងសឹងទៅឡើងរួចហ្មងគឺវាមានការហត់ជាខ្លាំងហ្មងសម្រាប់ខ្ញុំប៉ុន្តែខ្ញុំក៏ព្យាយាមរុញខ្លួនឯងឲ្យធ្វើលើសមុនបន្តិចហើយក៏ឃើញថាអូយើងធ្វើបានតាដល់ពេលនេះគឺខ្ញុំអាចនឹងហាត់1ម៉ោងហ្នឹងដោយអត់សូវទាំងហក់អីខ្លាំងទេគ្រាន់តែយើងហត់ដែរតែយើងអាចទៅរួចសំខាន់រូបមន្តនេះគឺគាត់បានលើកឡើងថាមិនមែនដើម្បីតែការហាត់ប្រាណមុខទេគឺយើងអាចប្រើប្រាស់វានៅក្នុងសកម្មភាពផ្សេងៗទៀតដូចជាការរៀនការធ្វើការដល់ពេលដែលយើងគិតថាយើងអស់ត្រឹមហ្នឹងហើយយើងព្យាយាមរុញខ្លួនឯងទៅមុខ 10% ទៀតមើលតែយើងទៅបានអត់ពីព្រោះភាគច្រើនខ្លួនប្រាណរបស់យើងគឺអាចទៅមុខទៀតបានប៉ុន្តែចិត្តរបស់យើងឯងជាអ្នកសុញជាអ្នកប្រាប់ថាប៉ុណ្ណឹងបានហើយមេរៀនទី2ធ្វើឲ្យចិត្តយើងក្រិនដល់ពេលដែលយើងហត់ច្រើនណាយើងចាប់ដើមក្រិនដល់ពេលដែលយើងលើករបស់អីមួយធ្ងន់ច្រើនអញ្ចឹងទៅដៃរបស់យើងចាប់ដើមក្រិនអញ្ចឹងណាអញ្ចឹងដូចគ្នាផងដែរលោក David Goggins គឺគាត់លើកទ្រឹស្ដីមួយតាក់ទងនឹងការធ្វើម៉េចឲ្យចិត្តយើងវាក្រិនអញ្ចឹងចិត្តដែលក្រិនហ្នឹងគឺបានន័យថាចិត្តដែលវាឆ្លងកាត់រឿងលំបាកឆ្លងកាត់ការតស៊ូការអត់ធ្មត់ដងជា2ដងជា3ដងរហូតដល់វាក្រិនពេលដែលជួបរឿងហ្នឹងតដែរកម្រិតប៉ុណ្ណឹងគឺវាលែងពិបាកហើយគឺវាអាចធ្វើទៅរួចខ្ញុំខ្លួនឯងខ្ញុំចូលចិត្តពាក្យដែលគាត់លើកហ្នឹងមែនតើខ្ញុំគិតថាមួយបើខ្ញុំអត់នឹកឃើញពាក្យហ្នឹងមុនពេលគាត់និយាយអាហ្នឹងខ្ញុំគិតថារឿងលំបាកវាតែងតែកើតឡើងឯងគ្មានណាចង់បានលំបាកឯងប៉ុន្តែបើវាជ្រុលជាកើតឡើងហើយយើងអាចយកវាជាឱកាសមួយដើម្បីវឹកហាត់ឲ្យចិត្តយើងក្រិនជាមួយរឿងហ្នឹងណាលើកក្រោយបើសិនជារឿងប៉ុណ្ណឹងកើតឡើងទៀតគឺយើងលែងខ្លាចវាយើងលែងរញរាទៀតហើយនិយាយតាមត្រង់ណាខ្ញុំគឺជាមនុស្សខ្ជិលម្នាក់ហើយខ្ញុំអត់ចូលចិត្តទៅរត់អីណាទៅលើកសាច់ដុំលើកអីហ្នឹងទេខ្ញុំចង់ទៅដេកទេប៉ុន្តែខ្ញុំដឹងថាបើអញ្ចឹងគឺវាល្អចំពោះខ្លួនឯងល្អចំពោះសុខភាពខ្ញុំពេលដែលខ្ញុំធ្វើហើយខ្ញុំតែងតែសប្បាយចិត្តតែមុនពេលទៅធ្វើហ្នឹងណានិយាយពីថាត្អូញត្អែក្នុងចិត្តហ្នឹងណាមិនដឹងនិយាយស្អីគេខ្លះហើយតែខ្ញុំព្យាយាមមើលថាអូខេចាត់ទុកថាការទៅម្ដងនេះគឺជាការវឹកហាត់ចិត្តរបស់យើងអញ្ចឹងហើយរាល់ពេលដែលខ្ញុំទៅហាត់ខ្ញុំព្យាយាមដាក់លើសគីឡូខ្ញុំព្យាយាមហត់ឲ្យយូរជាងមុនខ្ញុំព្យាយាមធ្វើឲ្យលើសពីសមត្ថភាពខ្លួនឯងតិចហ្នឹងខ្ញុំនៅតែខ្ជិលអញ្ចឹងប៉ុន្តែចិត្តមួយទៀតគិតថាខំប្រឹង challenge ខ្លួនឯងតិចទៅឲ្យចិត្តរបស់យើងខិនឲ្យយើងឈប់ខ្លាចអាគីឡូធ្ងន់ហ្នឹងឈប់ខ្លាចអាគីឡូវែងហ្នឹងអញ្ចឹងទៀតអញ្ចឹងគិតបែបហ្នឹងក៏ចេះតែធ្វើបានទៅម្ដងតិចតាមហ្នឹងដែរមេរៀនទី3ប្រើប្រាស់ភាពបរាជ័យរបស់យើងឲ្យខ្លាចជាសាំងដុតដើម្បីយើងខំប្រឹងទៅថ្ងៃអនាគតអញ្ចឹងនៅចំពោះដំបូងណា David Goggins គឺគាត់និយាយតាមត្រង់គាត់សារភាពបរាជ័យរបស់គាត់ជាច្រើនមែនតើបរាជ័យក្នុងការងារបរាជ័យក្នុងការថែរក្សាខ្លួនបរាជ័យក្នុងទំនាក់ទំនងគ្រួសារទំនាក់ទំនងជាមួយនឹងប្រពន្ធគាត់អីចឹងទៅហើយនៅក្រៅចំពោះមួយគឺគាត់តែងតែមានលំហាត់ក្នុងការសរសេរ journaling exercise ដើម្បីឲ្យយើងអាចវែកញែករកមើលជីវិតរបស់យើងដែរនរណាគេដែលមិនធ្លាប់មានបរាជ័យត្រូវទេខ្ញុំខ្លួនឯងក៏មានបរាជ័យច្រើនដែរតំណមកដល់ពេលនេះអញ្ចឹងគឺគាត់ព្យាយាមឲ្យយើងទៅស្គាល់អាភាពបរាជ័យហ្នឹងភាគចឹងគឺយើងអត់ចូលចិត្តចែកម្លែកភាពបរាជ័យយើងទៅគេយើងចែកម្លែកតែជោគជ័យទេប៉ុន្តែសម្រាប់គាត់គិតថាតើតែយើងទៅកកាយបរាជ័យហ្នឹងមកយើងព្យាយាមយល់ពីវាយើងព្យាយាមវិភាគវាហើយយកវាមកជាសាំងដើម្បីដុតយើង
ឲ្យ push control ឲ្យយើងខំផឹងឥឡូវហ្នឹងដើម្បីបានទៅដល់គោលដៅដែលយើងចង់បាននៅថ្ងៃអនាគតអាហ្នឹងទៅយើងប្រើវាមានប្រយោជន៍ព្រោះហ្នឹងគឺខ្ញុំចូលចិត្តមែនតើហើយខ្ញុំធ្វើតាមអាលំហាត់ដែលគាត់ឲ្យទៅសេហ្នឹងវាបានជួយខ្ញុំច្រើនដែរខ្ញុំគិតថាខ្ញុំយល់ស្របជាមួយគាត់ថាភាពបរាជ័យវាតែងតែកើតឡើងអញ្ចឹងវាអត់ខុសទេដែលយើងបរាជ័យប៉ុន្តែបើសិនបើយើងអត់រៀនពីវាអាហ្នឹងទៅវាខុសនៅពេលដែលយើងរៀនពីបរាជ័យរៀនពីជោគជ័យរបស់យើងវាធ្វើឲ្យយើងស្គាល់ខ្លួនឯងទៅច្បាស់វាធ្វើឲ្យយើងដឹងពីចំណុចខ្សោយចំណុចរឹងមាំរបស់ខ្លួនឯងដើម្បីឲ្យយើងអាចនឹងរៀបយុទ្ធសាស្ត្រហត់ទៅល្អជាងមុនទៀតទៅថ្ងៃអនាគតបើសិនបើយើងអត់ទទួលស្គាល់ភាពបរាជ័យរបស់យើងទៅនៅកាលមុនទេពេលខ្លះយើងអាចនឹងទៅជាខ្លាចវាយើងអាចនឹងយកវាទៅជាលេសធ្វើឲ្យយើងអត់ខំប្រឹងទៅទៀតទេថាខំប្រឹងទៅអីទៀតបើខ្ញុំធ្លាប់ធ្វើមកអត់បានអីហ្នឹងតែនៅពេលដែលយើងយល់ពីវាយកវាមកដុតខ្លួនឯងទៅពេលខ្លះគឺធ្វើឲ្យយើងហត់ទៅចង់បាននៅនឹងម្ដងទៀតហើយម្ដងហ្នឹងគឺយើងមានយុទ្ធសាស្ត្រល្អជាងមុនទៀតចាអញ្ចឹងនេះគឺជាមេរៀនទាំង3ហ្នឹងសរុបសេចក្តីមកខ្ញុំចូលចិត្តសភៅហ្នឹងវាជាសភៅពិសេសមួយយ៉ាងខុសគេដែរខ្ញុំចូលចិត្តដោយសារវាមានការលើកទឹកចិត្តច្រើនតាក់ទងនឹងការហាត់ប្រាណហើយខ្ញុំពិតជាត្រូវការលើកទឹកចិត្តទាំងអស់ហ្នឹងព្រោះថ្ងៃខ្លះខ្ញុំពិតជាអត់ចង់ទៅហាត់ប្រាណទេអ្នកទាំងអស់គ្នាប៉ុន្តែវាមិនមែនទៅរឿងការហាត់ប្រាណទេវាតាក់ទងនឹងថាតើយើងធ្វើយ៉ាងណាពុះពៀទៅរកក្តីសម័យរបស់យើងមិនថាក្តីសម័យអីគេគ្រាន់តែសម្រាប់គាត់និយាយពីការហាត់ប្រាណច្រើនព្រោះអាហ្នឹងគឺជាក្តីសម័យរបស់គាត់ហើយនឹងអីដែលគាត់ទទួលបានជោគជ័យច្រើនអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាត្រូវការលើកទឹកចិត្តរបៀបចំប្រហែលជាអាចអានសភៅនឹងបានវាអត់សូវបាក់អានហើយក៏វាអត់សូវវែងដែរប៉ុន្តែខ្ញុំពេលដែលខ្ញុំស្រាវជ្រាវបន្ថែមពីគាត់ទៅខ្ញុំឃើញថាប្រកាសតែតទៅនឹងហាត់ប្រាណឬក៏អភិវឌ្ឍខ្លួនគាត់មើលទៅមានជំនាញខាងហ្នឹងចង់និយាយថាគាត់មានបទពិសោធន៍ខាងហ្នឹងហើយមានភាពល្អឲ្យយើងអញ្ចឹងណាប៉ុន្តែផ្នែកផ្សេងប្រហែលជាអត់សូវទេអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺគាត់មិនមែនជា role model ដែលមនុស្សគំរូមួយដែលយើងត្រូវតែលើកគាត់ថាគាត់នឹងធ្វើអីអត់ចេះខុសអញ្ចឹងណាប៉ុន្តែយើងអាចយកអាផ្នែកដែលគាត់ល្អហ្នឹងគឺផ្នែកហាត់ប្រាណផ្នែកយកឈ្នះខ្លួនឯងអីណាហ្នឹងយើងអាចរៀនពីគាត់បានជាពិសេសគឺតាមសភៅហ្នឹងចាអញ្ចឹងវីដេអូយើងបានមកដល់ពេលនេះហើយអរគុណច្រើនមែនតើដែលមើលមកដល់ពេលនេះសម្រាប់អ្នកមកថ្មីខ្ញុំឈ្មោះសុកជេងហើយនេះគឺជា page ជេងអាននៅទីនេះយើងនិយាយពីការអភិវឌ្ឍខ្លួនในការអានសភៅបើសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍សូមកុំភ្លេច subscribe ជាពិសេសនៅក្នុង YouTube អ្នកទាំងអស់គ្នាខ្ញុំគិតថាក្នុង YouTube ខ្ញុំនឹងផុសច្រើនអាចនឹងតិចទៀតឈប់ផុសនៅកន្លែងផ្សេងខ្ញុំមិនដឹងទេប៉ុន្តែទៅ YouTube ជួបគ្នានៅក្នុងហើយដាក់ notification ផងអញ្ចឹងពេលដែលខ្ញុំចេញវីដេអូថ្មីអ្នកទាំងអស់គ្នានឹងឃើញមុនគេតែម្ដងកុំឲ្យចាំអូស Facebook អូសអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយបាយអូមានពាក្យមួយចុងក្រោយបើសិនបើចង់ផ្ញើវីដេអូនឹងទៅក្រាស់អីអញ្ចឹងណាយើងអាចនិយាយបានថាខ្ញុំចង់អានសភៅ Can't Hurt Me but you can hurt me